តើ account Facebook បែបណាដែលយើងផុសរូបផុសវីដេអូទៅខុសនឹងគោលការណ៍គេដែលគេផ្ញើសារមកដែលយើងមិនដឹងខ្លួនបងប្អូនអាចឆែកបានពីចំនួន2ចំណុចបងប្អូនណាជាដំបូងបងប្អូនចូលមកកាន់ account Facebook របស់យើងបាទចូលមកកាន់ account Facebook របស់យើងមកបាទរួចហើយបងប្អូនចុចកន្លែង profile របស់យើងបាទរួចហើយបងប្អូនអូសឡើងមកលើមកបងប្អូនចុចមកកាន់កន្លែងសញ្ញាត្រេ3បាទអូខេរួចហើយបងប្អូនឆែកកន្លែងនេះមុនបងប្អូនណាបាទកន្លែងគឺដើម្បីភាពតម្រង់ព័ត៌មានរបស់យើងបងប្អូនណានេះតម្រង់ព័ត៌មានរបស់យើងនេះមកចុចមកកាន់នេះមកបាទចូលមកចំណុចនេះបងប្អូនណាបាទសូមបញ្ជាក់ខាងលើនេះបើសិនជាមានសញ្ញាអុទានមួយអ្វីប្លែកជាមានសញ្ញាពើក្រហមពើលឿងមានន័យថាបងប្អូនហ្នឹងផុសរូបផុសវីដេអូហ្នឹងខុសនឹងគោលការណ៍ក្រុមហ៊ុន Facebook អញ្ចឹងបងប្អូនគ្នាបាទបើឃើញសញ្ញាគ្រីសពើបៃតងបែបនេះគឺអូខេគឺ account Facebook បងប្អូនអាចបង្កើត page បានអាចរកលុយបានបងប្អូនណាបាទអញ្ចឹងទី1បងប្អូនណាទី2បងប្អូនចូលមកឆែកកន្លែងនេះការណែនាំបងប្អូនចូលមកកាន់ហ្នឹងមកបាទព្រោះហើយបងប្អូននឹងឃើញសញ្ញាផ្កាយ7ដួងបងប្អូនណាបាទអញ្ចឹងលក្ខណៈបែបនេះគឺល្អប្រសើរបងប្អូនណាគឺល្អមែនតើបាទមិនថា page មិនថា Facebook បងប្អូនណាបាទអញ្ចឹងណាវាមានផ្កាយ7ដួងអញ្ចឹងបើបាត់ផ្កាយណាមួយហើយបងប្អូនសង្ស័យចាំខ្ញុំប្រាប់បងប្អូនបន្តទៀតចាំបន្តិចទៀតបងប្អូនណាហ្នឹងហើយទី2បងប្អូនថយមិនសិនបងប្អូនណាបាទឃើញសញ្ញាផ្កាយបែបនេះបងប្អូនណាគឺយើងល្អហើយបងប្អូនណាអាចយកទៅបង្កើត page បានបងប្អូនណាអូខេទី2គឺយើងថយមិនសិនបងប្អូនណាថយសិនមកបាទទៅហើយបងប្អូនចុចមកតម្រងទី2គឺការរកលុយបងប្អូនចុចកាន់ហ្នឹងមកបាទបងប្អូននៅឃើញតម្រងបែបនេះគឺយើងល្អបងប្អូនណាបាទឃើញពើផ្លេកមានន័យថាយើងមិនខុសគោលការណ៍របស់គេបងប្អូនណាយើងខំផុសរូបផុសវីដេអូទៅវានឹងចេញពើលក្ខណៈបែបនេះបងប្អូនណាពើបៃតងបែបនេះពើខៀវបែបនេះហើយបើចេញជាអ្នកពើផ្លេកក៏វាមិនមានបញ្ហាបងប្អូនអាចផុសរូបផុសវីដេអូបន្តទៅឲ្យទៀងម៉ោងទៀងវេលាទៅបងប្អូនគេនឹងបើកសញ្ញាពើខៀវនឹងឲ្យវិញបងប្អូនណាបាទអូខេរួចហើយចំណុចទី2ចំណុចទី3បងប្អូនមកថយសិនបាទបងប្អូនសង្ស័យថាមានសញ្ញាឧទានពើលឿងតើនេះឬក៏មានសញ្ញាគ្រីសតឹងមានសញ្ញាពើលឿងឬក៏មានពើអីផ្សេងខុសពីពើនេះបងប្អូនណាបងប្អូនអាចទៅឆែកមកកន្លែងទៀតបងប្អូនថយសិនមកបាទអូខេបងប្អូនថយអស់មកបាទសំខាន់ណាកន្លែងនេះបងប្អូនណាបាទ2ថ្ងៃឬក៏មួយអាទិត្យនេះបងប្អូនអាចចូលមកឆែកម្ដងបាទព្រោះក្រុមហ៊ុនគេបំពេញគេផ្ញើមកឲ្យយើងក៏យើងអត់ដឹងខ្លួនបងប្អូនណាឬហើយបងប្អូនមកដល់កន្លែងនេះបងប្អូនចុចមកកាន់ត្រេ3ដដែលត្រេ3នេះមករួចហើយបងប្អូនអូសឡើងមកលើបងប្អូនមករកពាក្យថាជំនួយនឹងការគ្រប់គ្រងបងចុចតាមហ្នឹងមកបាទរួចហើយបងប្អូនអូសឡើងមកលើមកនេះជំនួយការគ្រប់គ្រងបងប្អូននេះកន្លែងនេះជំនួយនឹងការគ្រប់គ្រងបងប្អូនចុចម្ដងទៀតបាទរួចហើយបងប្អូនចុចកន្លែងគ្រប់គ្រងបងប្អូនណាព្រោះក្រុមហ៊ុន Facebook ឥឡូវអាប់ដេតថ្មីបងប្អូនណាបាទចុចកាន់ហ្នឹងមកបាទមកដល់កន្លែងនេះបងប្អូនចុចមកកាន់បាទប្រអប់សារចូលសម្រាប់ការគ្រប់គ្រងបងប្អូនចុចកាន់ហ្នឹងមកដែលមានតម្រងបែបនេះបងប្អូនណាបងចុចកាន់ហ្នឹងមកពឹបមកបាទដើម្បីយើងឆែកមើលបាទមកដល់កន្លែងនេះគេដាក់ថារាយការណ៍អំពីអ្នកផ្សេងឬការដំណើររបស់អ្នកបងប្អូនចុចមកកាន់ហ្នឹងមកបាទអញ្ចឹងបងប្អូនផុសវីដេអូផុសរូបអញ្ចឹងបំពេញនឹងគោលការណ៍ក្រុមហ៊ុន Facebook អូខេគេនឹងផ្ញើវីដេអូគេមកប្រាប់យើងកន្លែងនេះបងប្អូនណាបាទបើឃើញចូលមកឃើញសញ្ញាគ្រីសបើពើបៃតងបែបនេះមានន័យថា account របស់យើងអត់មានបំពេញទេបងប្អូនណាធម្មតាទេបងប្អូនថយវិញមកទៀតមកបាទរួចហើយបងប្អូនចុចមកកាន់កន្លែងការជួលដំណឹងរបស់អ្នកបងប្អូនចុចកាន់ទៅមកគឺដូចគ្នាបងប្អូនណាបាទអញ្ចឹងបងប្អូនក៏ផុសវីដេអូផុសរូបទៅបងប្អូនអត់ដឹងខ្លួនទេបងប្អូនចាំមួយអាទិត្យឬក៏3 4ថ្ងៃបងប្អូនចូលមកឆែកកន្លែងម្ដងមកទាំងពីរកន្លែងនឹងខ្ញុំប្រាប់ហ្នឹងបងប្អូនណាបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនណាបាទពីរបៀបយើងឆែកបងប្អូនណាកន្លែងមកឆែកមកបាទចឹងណាបងប្អូនថយអស់មកបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនណាបាទចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនណាបាទអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ